តោះមកដឹងរបៀបនិយាយបើក្បាលកម្មវិធីជាផ្លូវការនៅក្នុងការប្រកាសនៅការដាក់ឲ្យដំណើរការនៅកម្មវិធីណាមួយសូមក្រុមជើងអង្គពីមូលមានការប្រឈមដើម្បីធ្វើជារៀបរៀងស្វាគមន៍ចំពោះដំណើរជិតដល់របស់អានសម្រាប់ការជាការក្រុមជើងលោកសិស្សសុខាភិបាលនិងគណៈអធិបតីត្រង់ចំណុចនេះយើងត្រូវមើលដំណើររបស់គណៈអធិបតីក៏ដូចជាភ្ញៀវកិត្តិយសនឹងដើរដំណើរទៅកាន់វេទិកាហើយនៅសូមគោរពអរគុណសូមមេត្តាសម្រួលអរិយាប័ត្រចំណុចនេះក៏សំខាន់ដែរតើភ្ញៀវកិត្តិយសសម្រួលអរិយាប័ត្រទើបយើងបន្តកម្មវិធីអង្គវិធីទី1ជាទីគោរពនេះខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមដំណើរការកម្មវិធីជាបឋមនេះខ្ញុំសូមធ្វើកិច្ចវិភាគជូនចំពោះអាយកាមសាស្ត្រាចារ្យជីណារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ពងពោះសូមគោរពលោកស្រីវិជ្ជបណ្ឌិតម៉ារីណាជ្រីយ៉ាតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាសូមគោរពលោកវិជ្ជបណ្ឌិតអានីបានឆាតឺជីប្រធានស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជាសូមគោរពលោកស្រីណាឌីឡាស្រីនាយិកាជាន់ខ្ពស់អង្គការកាវីប្រចាំប្រទេសកម្ពុជាសូមគោរពអាយដាមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយករងអគ្គនាយកដ្ឋាននានាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធសូមគោរពអាយដាមលោកជំទាវលោកស្រីគណៈអភិបាលនិងមន្ត្រីសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តសូមគោរពលោកលោកស្រីអ្នកនាងកញ្ញាដៃគូអភិវឌ្ឍនិងអង្គការដៃគូសុខាភិបាលនានាព្រមទាំងភ្ញៀវទស្សនិកជាតិអន្តរជាតិដែលមានវត្តមាននៅទីនេះនិងនៅក្នុងប្រព័ន្ធនិមិត្តស៊ូមជាទីគោរពនិងជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅថ្ងៃនេះជាថ្ងៃមួយប្រកបដោយមហាកតញ្ញូនិងមានកិត្តិយសយ៉ាងក្រៃលែងដែលនាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាលបានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលផ្នែកទិន្នន័យ DAIS2 ដែលមានសមាជិកចូលរួមដោយផ្ទាល់ចំនួន246រូបនិងចូលរួមតាមប្រព័ន្ធនិមិត្តស៊ូមចំនួន1534រូបអង្គពិធីទាំងមូលជាទីគោរពនាពេលនេះខ្ញុំជួបមកឲ្យគណៈកម្មការរៀបចំពិធីសូមការអនុញ្ញាតដ៏ពងពោះពីអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីគណៈអធិបតីអាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាព្រមទាំងអង្គពិធីទាំងមូលមេត្តាក្រោកឈរដើម្បីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងបន្តភាពស្ងៀមស្ងាត់ដើម្បីគោរពវិញ្ញាណក្ខន្ធដល់វីរៈកងកម្លាំងប្រដាប់អាវុធជួរមុខដែលបានពលីជីវិតដើម្បីបំផាត់ការពារអធិបតេយ្យបរណភាពទឹកដីនិងជាតិមាតុភូមិកម្ពុជាគោរពទង់ជាតិនិងគោរពវិញ្ញាណក្ខន្ធគោរពសូមអរគុណសូមមេត្តាសម្រួលអរិយាប័ត្ររបៀបវិនិច្ឆ័យជាបន្តនេះខ្ញុំសូមគោរពអញ្ជើញអាយដាមវិជ្ជបណ្ឌិតលោកវាសនាគិរីរដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងនៅសម្រាប់ការស្វាគមន៍និងរបាយការណ៍សង្ខេបជូនអង្គពិធីសូមគោរពអញ្ជើញ